sao mẹ chỉ muốn bong min lôi vậy đâm mên lôi không ai à vậy thay lỡ nó trong chơi lôi nhôm ở lại tao đâu mẹ vậy thoáng á bong nhom đã căn lôi chọc luôn tê cái lon mau pe nhom trong tinh ai tu tuột ai chăng á nè nhom miên chỉ nổi ca nhom tim môi tim pi có chui rang chui mình định ao từng on á ដោយសារតែខ្ញុំដើរតាមផ្លូវមិញហ្នឹងខ្ញុំសង្កេតឃើញថាឆ្កែមន់ទានៅក្នុងស្រុកភូមិហ្នឹងគឺមានសភាពស្គមស្គាំងខ្លាំងមែនទែនដូច្នេះហើយបានខ្ញុំសម្រេចចិត្តថាខ្ញុំចង់ទិញអង្ករដែលល្អចំនួន5គីឡូហើយនិងសាច់គោអូស្ត្រាលីចំនួន3គីឡូទិញហ្នឹងគឺដើម្បីយកទៅឲ្យពួកគាត់ហូប trời mà anh xoài mà đang mò mối khăm miến ấy បានជួបប្រជាជនហើយតាជំរាបសួរបងជំរាបសួរ baបង អត់ទៅបងខ្ញុំសូមរំខានពេលបងបន្តិចបានអត់ទេបង mày bệnhបង ខ្ញុំចង់សួរបងថាតើម្ដុំនេះមានជាម៉ាតជា shopping mall ឬក៏ជាផ្សារទំនើបអត់ទេបង នៅនេះមានម៉ាតមាន shopping ពីណាបងនៅក្នុងភូមិមានតែកន្លែងលក់ចាប់រួយធម្មតាណា កន្លែងចាប់ហ៊ីងកន្លែងចាប់ហ៊ីងជាកន្លែងអ្វីទៅបង ហេបងចាប់ហ៊ីស្អីគេចាប់រួយ ចាប់ហួយ បាទកន្លែងគេលក់ប៊ីចេងបើស្ករគ្រឿងទេបន្លែត្រីសាច់អីហ្នឹង អញ្ចឹងបានន័យថាមកដល់ឆ្នាំ2025ទៅហើយប្រជាជនរបស់យើងនៅតែមានប្រកបមុខរបរបែបនេះទៀតទេ បាទបងហើយក្នុងភូមិតាមជនបទចឹងឲ្យគាត់ទៅរកអីមានលក់ចឹងហើយបងឯងសួរចម្លែកបងឯងទៅមិននៅហ្នឹងមែន ផ្លេចណែនាំខ្លួនឲ្យបងស្គាល់ខ្ញុំមកពីភ្នំពេញដំបូងឡើយគោលបំណងផងខ្ញុំហ្នឹងគឺខ្ញុំពិភាក្សាជាមួយនឹងឧត្តមភរិយារបស់ខ្ញុំថាមកនេះគឺគ្រោងនឹងទិញដីធ្វើផ្ទះលំហែចំនួន 2-3 ហិកតាប៉ុន្តែដោយសារតែឃើញនៅសក្តានុពលលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជនទេសភាពបូកជាមួយនឹងបរិស្ថានមើលទៅមានភាពសុខដុមរមនាដូច្នេះហើយខ្ញុំក៏ពិភាក្សាជាមួយនឹងឧត្តមភរិយារបស់ខ្ញុំសម្រាប់ទិញដីមួយចំហៀងភូមិដើម្បីស្នាក់នៅតែម្ដងបង អូយលេងទិញម្ដងមកចំហៀងភូមិចឹងបង និយាយរួមទៅខ្ញុំហើយនឹងឧត្តមភរិយារបស់ខ្ញុំគឺជាមនុស្សដែលមានទស្សនវិស័យវែងឆ្ងាយអញ្ចឹងហើយពួកខ្ញុំចូលចិត្តធ្វើអ្វីដែលលះហ៎បង បាទអូហើយចុះបងឯងថារកតូបចាប់រួយរកទិញអីបងឯងចង់ធ្វើសារទៅនៅមែន អត់ទេបងខ្ញុំគ្រាន់តែចង់បញ្ជាទិញអង្ករដែលល្អជាងគេបំផុតនឹងចំនួន5គីឡូហើយនឹងសាច់គោអាចជាសាច់គោអូស្ត្រាលី3គីឡូហ្នឹងប៉ុន្តែខ្ញុំវាអត់ដឹងទិញនៅកន្លែងណាមែនអញ្ចឹងហើយបើខ្ញុំមកសួរបងហ្នឹង អូយបងសំជាទិញទៅបងឯងនឹងភូមិនេះមានលក់សាច់គោអូស្ត្រាលីអីណាអីបងឯងមានតែសាច់គោធម្មតាហ្នឹងហើយបើបងឯងទៅស៊ូរកជាទិញនិយាយចលាយដូចបងឯងហ្នឹងអ្នកភូមិកោដាក់ទឹកលើហើយបើទិញយកទៅហូបមែន អត់ទេបងដោយសារតែខ្ញុំដើរតាមផ្លូវមិញហ្នឹងខ្ញុំសង្កេតឃើញថាឆ្កែមន់ទានៅក្នុងស្រុកភូមិហ្នឹងគឺមានសភាពស្គមស្គាំងខ្លាំងមែនទែនដូច្នេះហើយបានខ្ញុំសម្រេចចិត្តថាខ្ញុំចង់ទិញអង្ករដែលល្អចំនួន5គីឡូហើយនឹងសាច់គោអូស្ត្រាលីចំនួន3គីឡូទិញហ្នឹងគឺដើម្បីយកទៅឲ្យពួកគាត់ហូប ណាគេហូប ឆ្កែមន់ទា ងាប់ហើយបងជាមួយសัตว์សិតតែភាសាសិតតែគាត់ហើយបងឯងរកសាច់គោអូស្ត្រាលីស្អីសัตว์វាដឹងអីវាបងឯងបោះតែសាច់ធម្មតាក៏វាស៊ីដែរបងហើយនៅសិតតែភាសាសិតអីសុំបែខ្ញុំនៅផ្ទះខឹងប្អូនខ្ញុំម្ដងនិយាយសិតជ្រះហ៎ អូបាញ់និយាយថាម៉េចវិញណា តែខឹងជ្រះហើយខ្ញុំមានតែភាសាសិតតែហូបស្អីទេ អូយដោយសារតែពាក្យបែបនេះខ្ញុំអត់ដែរនិយាយវាក្រួតក្រៀតហើយវាចង់និយាយថាធ្វើខ្ញុំស្លុតហ្មងខ្ញុំយល់ថាភាសាមនុស្សយើងចង់និយាយជាមួយសត្វយើងចង់ធ្វើមិនក៏បានប៉ុន្តែសម្រាប់ខ្ញុំជាមនុស្សដែលមានឧត្តមគតិមានការគិតវែងឆ្ងាយមានការសិក្សាជ្រៅជ្រះមានសតិសម្បជញ្ញៈខ្ញុំអត់អាចចេះតែនិយាយទៅពីទៅពីដោយបងឯងបានទេហើយមួយទៀតនៅពេលដែលយើងធ្វើបន់នៅពេលដែលយើងបោះចំណីទៅឲ្យសត្វបើទោះបីជានោះគឺជាសត្វក៏ដោយប៉ុន្តែយើងត្រូវតែសម្រាងថារបស់នោះគឺជារបស់ដែលល្អបំផុតយើងអាចចេះតែធ្វើទៅពីទៅពីតាមតែចិត្តយើងចង់បានទេបង អូយបងភាពសពរបស់បងឯងហ្នឹងមើលដាច់កតុយភ្នែកហ្មងណា និយាយរួមទៅអ្នកដែលគេជួបខ្ញុំមកបងមិនថាជួបលើកទី1ក៏ដោយជួបលើកទី2ក៏ដោយក៏គេនិយាយដូចបងឯងចឹងដែរឥឡូវរវល់តែនិយាយជាមួយបងឯងខ្ញុំដើរដល់ជំហានកំណត់ផាន់ខ្ញុំហីបង អូយ ដោយសារតែក្នុងមួយថ្ងៃគឺខ្ញុំកំណត់ជំហានដើរតែ1000ជំហានទេណាបងឥឡូវលើសដល់2ជំហានបាត់ហើយនេះ អូយលេងភាកច្រើនអ្នកមានដូចបងឯងដើរសឹកកំណត់ជំហាន បងធ្វើមនុស្សត្រូវមានគោលដៅយើងត្រូវកំណត់ជំហានគោលដៅរបស់យើងឲ្យបានច្បាស់លាស់បើសិនជាយើងអត់កំណត់ជំហានក្នុងការដើរទេយើងនឹងវង្វេងហើយទី2យើងមិនអាចទៅដល់គោលដៅដូចឥឡូវអញ្ចឹងគោលដៅរបស់ខ្ញុំគឺចង់រកអង្គជាមួយនឹងសាច់គោអញ្ចឹងចាប់ទុកថាខ្ញុំពឹងពាក់បងទៅចោះ
ដោយសារខ្ញុំមិនអាចបន្តជំហានទៅមុខទៀតបានទេអញ្ចឹងខ្ញុំចង់សួរថាតើនៅក្នុងផ្ទះបងមានជាអង្គដែលល្អហើយនិងសាច់គោដែលល្អអត់ទេ បើព្រមអង្គវាមានបងតែបើបងឯងរកអាសាច់ស្អីអូស្ត្រាលីសាច់ល្អស្អីគ្មានមកប៉ុណ្ណាមានតែសាច់ធម្មតាទិញក្នុងភូមិយើងណា បើមើលតាមត្រីមុខផាន់បងក៏ខ្ញុំអាចកាត់យល់ដែរថាបងប្រកាសជាមិនអាចមានរបស់ល្អទេឥឡូវខ្ញុំសុំចេះហ្មងទៅសុំពឹងពាក់បងក្នុងនាមជាបងប្រុសខ្ញុំអាចសុំចែកទិញអង្គហើយនិងសាច់គោនឹងបានអត់ទេ បានតើបងមានអី ហ្នឹងហើយឥឡូវបងជួយរៀបចំខ្ចប់ជាផាខេកឲ្យខ្ញុំបន្តិចមែនណាបង តែគេផាក់ខេក ជាកញ្ចប់ ហើយបើមិននិយាយកញ្ចប់ បងភាសាផងខ្ញុំអត់ទាន់ល្អឡើយទេ ឥឡូវបងឯងនៅនឹងសិនខ្ញុំទៅរៀបឲ្យ ហ្នឹងហើយ បាទ អរគុណច្រើនណាស់បង បាទនេះបងអីត្រីសាច់អង្គអីបងឯងរកនៅក្នុងនឹងទាំងអស់ អូធ្ងន់បងក5គីឡូសង់ អូ5គីឡូដោយសារតែខ្ញុំអត់ទម្លាប់រាល់ដងគឺមាន assistant សម្រាប់ជួយអីវ៉ាន់អញ្ចឹងណាខ្ញុំអត់ដែលដឹងថាទម្ងន់5គីឡូហ្នឹងវាធ្ងន់ឬក៏ស្រាលទេ ចាំមួយថ្ងៃសើដើម1000ចំហៀន1000ម៉ែត្រក៏5គីឡូធ្វើដូចធ្ងន់ចង់បាក់ដៃ ជួនកាលដើរហ្នឹងក៏មានម៉ាស៊ីនជំនួយដែរបងខ្ញុំមិននឹកស្មានថានៅតំបន់ស្រុកស្រែបែបនេះមានកញ្ចប់ package ស្អាតយ៉ាងនេះសោះអរគុណច្រើនណាស់បងអញ្ចឹងខ្ញុំសូមធ្វើការទូទាត់លុយឲ្យបងតែម្ដងណាបង បាទ នេះបង អីគេនឹងបង អានេះគឺជានាមប័ណ្ណ assistant សម្រាប់ធ្វើការទូទាត់លុយឲ្យបង ហើយខ្ញុំទៅបើកកំបាច់វិញ អត់មានអីពិបាកទេបងគ្រាន់តែតាក់ទងតាមលេខទូរស័ព្ទតាម email ហ្នឹងទៅគាត់នឹងធ្វើការ arrange meeting date សម្រាប់ធ្វើការ deposit ទូទាត់និង return នៅអ្វីដែលខ្ញុំបានទិញពីបងនិងជំពាក់បងគឺទូទាត់នៅក្នុងទាំងអស់ ស្អីគេ arrange ស្អីគេ depot អីនេះ បានន័យថាអញ្ចេះបងជំនួយការផាន់ខ្ញុំគាត់នឹងធ្វើការណាត់បងហើយបញ្ជាក់ថ្ងៃដែលត្រូវជួបជាមួយបងហើយនឹងពិភាក្សាទូទាត់ជាមួយនឹងអ្វីដែលខ្ញុំបានទិញពីបងគាត់នឹងរៀបចំនីតិវិធីនៅក្នុងការទូទាត់ជាលុយជាសាច់ប្រាក់ជាសាច់ជូនទៅបងនេះអង្គចំនួន5គីឡូនិងសាច់ចំនួន2 3គីឡូផាន់បងហ្នឹងណា អូយបងឲ្យអង្គទៅប្រហែលគីឡូបងញ៉ៃញ៉ៃបើបងឲ្យលុយឲ្យហើយលើទៅ បងអាចសង្កេតមើលតាមរយៈរូបរាងខាងក្រៅរបស់ខ្ញុំរូបរាងខាងក្រៅរបស់ខ្ញុំគឺបង្ហាញថាខ្ញុំគឺជាចង្កោមមនុស្សនៅក្នុងភាពមានបានជាមនុស្សអ្នកមានអញ្ចឹងបានន័យថាខ្ញុំអត់ដាក់លុយជាប់ខ្លួនទេបើសិនជាខ្ញុំដាក់លុយជាប់ខ្លួនក៏មាន assistant ផងខ្ញុំជំនួយការក្នុងការកាន់លុយហើយបើសិនជាកាន់លុយក៏លុយនោះទៀតសោតក៏មិនមែនជាប្រភេទលុយរាយដែរគឺជាប្រភេទលុយដុំអញ្ចឹងបើសិនជាខ្ញុំកាន់លុយយកមកឲ្យបងក៏បងអត់មានលុយអាប់ឲ្យខ្ញុំដែរ ចុះឥឡូវចេះទៅបងឯងបាញ់ QR ក៏បានដែរខ្ញុំមាន QR តា ការបាញ់ទូទាត់តាម QR code វាលុះត្រាតែ account បងហើយនិង account ខ្ញុំជាប្រភេទ account ដូចគ្នាប៉ុន្តែដោយសារតែ account របស់ខ្ញុំជាប្រភេទ account business បានន័យថាក្នុងមួយ transaction ឬក៏ one transaction វាមានតម្លៃចាប់ពី 10000 1000 100,000ឡើងទៅបានខ្ញុំអាចធ្វើការទូទាត់លុយជូនបងបានបងយល់ទេ ហើយបងហើយចុះឥឡូវ assistant បងឯងនៅណា assistant របស់ខ្ញុំគឺនៅស្រុកក្រៅ ហើយគ្នាសុកក្រៅឲ្យខ្ញុំជិះយន្តហោះទៅយកតម្លៃអង្គ 3-4 គីឡូហ្នឹង អត់ទេបងកុំឲ្យបងពិបាកមានសម្ពាធបងគ្រាន់តែតាក់ទងគាត់ទៅគាត់នឹងអារែងថ្ងៃហើយបងកុំពិបាក ហើយគាត់មកវិញកាលចុះបង ខ្ញុំអត់ដឹងដែរហ្នឹងបើគាត់នៅកំពង់ holiday នៅស្រុកក្រៅហ្នឹង ឥឡូវញ៉ៃញ៉ៃហ៎បងទៅឥឡូវបងឯងយកទៅសិនណាចាំមើលបងឯងដើរកាន់ហ្នឹងឬក៏បងឯងនៅក្បែរហ្នឹងឃើញចាំសងលុយជាលុយខ្ញុំក្រៅឬក៏ឲ្យជាអង្គសាច់មកវិញក៏បានដែរបងតើ អូខេបងអញ្ចឹងឥឡូវចេះចាត់ទុកថាអង្គហើយនឹងសាច់ទាំងអស់ហ្នឹងគឺខ្ញុំ loan ពីបងឯងចុះអញ្ចឹងចាំខ្ញុំចាត់ចែងឲ្យ assistant ទី2ផងខ្ញុំធ្វើការ return back all the stuff that I borrow from you អូខេ អីគេបងញ៉ៃញ៉ៃមែន ខ្ញុំនឹងចាត់ចែង assistant ទី2ឲ្យគេធ្វើការទូទាត់សងត្រឡប់មកវិញនៅអ្វីដែលខ្ញុំបានជម្រាបបងណាបង ហើយមិនថាទិញមិនថាសងមិនថាជាពាក់ទៅបងនៅចាំបាច់អាឡុនអារែងអាស្អីញ៉ៃញ៉ៃ ដោយសារតែបងរស់នៅជាមួយនឹងភាពសាមញ្ញយូរពេកអញ្ចឹងហើយការអភិវឌ្ឍនៃការនិយាយស្ដីនិងការទូទាត់ផ្សេងៗគឺជាអភិវឌ្ឍឯបងអញ្ចឹងបងគួរតែរៀនទម្លាប់ខ្លួនឲ្យហើយណាបងឥឡូវអត់អីទេដោយសារតែបងមានទឹកចិត្តទៅហើយអញ្ចឹងខ្ញុំមានតែពាក្យថាអរគុណណាបងបាទអរគុណច្រើនមែនតើសម្រាប់ការសហការបងបាទអរគុណជម្រាបលាបង អញ្ចឹងបានថាអុយគេអ្នកមានដៃស្គរក្រចឹងមែនវិញសំដីគេឡើងព្រោះអត្តចរិតគេក៏ល្អទាំងអស់ហ្មងណាភ
ភះអងហើយគ្រាន់តែលុយសតមានអ្នកកាន់ជំនួសអត់ហ៊ានដាក់ជាប់ខ្លួនទេតែសាបុនបារមីគេហ្មងណាអូយអាចចាំមើលតា assistant ទី2គេមកទូទាត់ដល់អញហើយគេនឹកឃើញថាអញធ្លាប់ជួយតកែគេអញ្ចឹងតិចគេឲ្យឡានអញមួយអីទៅអូយអញដឹងទៅខុបទៅកាយ បងអើយបង បាទ ជាស្រ័យបងបងឯងមានលុយរាយ 100000 រៀលទេបង មានតាបងមិនវិញ និយាយទៅវារៀងអស់សំណាញ់តិចដែរបងចាខ្ញុំជិះមកមិញហ្នឹងណាខ្ញុំឃើញពូម៉ូតូដប់គាត់អង្គុយលើម៉ូតូហ្នឹងណាហើយគាត់អត់មានការងារធ្វើហើយខ្ញុំនេះវាមានចិត្តអាណិតគាត់ចង់ជូនលុយជូនកាក់គាត់ខ្លះហ្នឹងណាគាត់ថាមិនចង់ថាយើងជូនលុយគាត់ទាំងដងស្រួលចឹងពេកទេខ្លាចយូរទៅគាត់ទម្លាប់ចឹងណាអញ្ចឹងក៏ប្រើប្រាស់សេវាកម្មម៉ូតូរបស់គាត់ហ្នឹងណា ចឹងបានន័យថាអូនឯងហាមទៅដប់ជី ចាហ្នឹងហើយបង ជីដើរលេងក្នុងភូមិនឹងមែន តែពិតទៅនិយាយឲ្យយល់ណាបងខ្ញុំមិនឲ្យគាត់ដឹកខ្ញុំទេខ្ញុំឲ្យគាត់ដឹកកាបូបខ្ញុំហ្នឹងណាហើយខ្ញុំរត់ត្រាក់តាមក្រោយទេ មិនទៅចម្លែកទេបងព្រឹកមិនជាប់ប៉ែនោះចម្លែកអ្នកនេះចម្លែកទៀតមកឯងស្គាល់ប៉ែមួយពាក់ខោខ្មៅតនុយកាន់កាបូបមួយដើរក្នុងភូមិព្រឹកមិញហ្នឹងទេ អូព្រឹកមិញមិនជួបប្តីខ្ញុំដែរអូ អូប្តី ចាគាត់ជាអាដាមស្វាមីខ្ញុំហ្នឹងណា អញមកមកប្តីប្រពន្ធនឹងចម្លែកប៉ុណ្ណឹងមកជួបម៉ែចម្លែកប៉ុណ្ណាទៅនិយាយថាឥឡូវនេះចង់ខ្ចីលុយខ្ញុំឲ្យឡើងទៅដូចមែន ចាហ្នឹងហើយបងតែសារក្នុងកាបូបខ្ញុំវាអត់មានលុយរាយសោះហ្មងហ្នឹងណា ចុះមិនដាក់លុយរីតាមខ្លួនខ្លះហើយចុះបដើមកឆ្ងាយតាមស្រុកតាមភូមិត្រូវការទិញអីទូទាត់អីចឹងទៅមិនហី និយាយត្រង់ហ៎បងខ្ញុំមិនដែលកាន់លុយជាប់ខ្លួនទេកន្លងមកពេលខ្ញុំចង់ទិញអីទូទាត់អីអញ្ចឹងណាខ្ញុំមានជំនួយការខ្ញុំទី1ទី2គាត់ជួយអារែងជួយម៉ានិចឲ្យទាំងអស់ហ្នឹង ហើយចិត្តជំនួយការអញទៅណាអស់ទៅមិនបានឲ្យអញដើររហេតរហូតអីតែឯងចឹង ខ្ញុំឲ្យពួកគាត់សម្រាប់ holiday ណាមួយខ្ញុំចង់ដើរហើរសាមញ្ញដូចជាជនទូទៅអញ្ចឹងណាចង់ដើរមើលជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកភូមិ អានេះបងគ្រាន់តែប្រាប់ទេហើយមកដើរហើរតែឯងចឹងឲ្យស្លៀកពាក់ស្អាតបាតពាក់សិលរបស់មានតម្លៃមកដើរមើលជីវភាពជាជនទីមិនទាន់បានមើលជីវភាពជាជននេះចោលឃើញប្លន់យកខ្ទេចទៅ អូយមិនអីទេបងวันนี้ខ្ញុំគិតល្អធ្វើល្អអញ្ចឹងខ្ញុំជឿជាក់ថាខ្ញុំនឹងជួបរឿងល្អហើយបើខ្ញុំជួបរឿងអាក្រក់អញ្ចឹងមែនណាខ្ញុំចាត់ទុកថាថ្ងៃសោយរបស់ខ្ញុំចាស់អញ្ចឹងច្រើនខ្ញុំទៅផ្ទះវិញបើកដូរឈុតមួយឈុតពីរទៀតទៅព្រោះខ្ញុំគ្រឿងឈុតច្រើនណាស់ថ្ងៃនេះចង់ពាក់មួយឆ្នាំពេញក៏ដូរម៉ូតអត់អស់ដែរ អូយសរសើរណាអូនឯងប្តីប្រពន្ធអូនឯងដូចគ្នាហ្មងណាមានហើយសាមញ្ញចិត្តល្អទៀត ចាសម្រាប់ជំនួសបងមានលុយរាយ 100000 លុយខ្មែរអូន នៅស្រុកនៅភូមិបងមិនដូចអូនឯងទេវាមិនអត់ទេប៉ុណ្ណឹងចាំតិចបងទៅយកអើ ចាអរគុណច្រើនបង នេះមក អូយអរគុណច្រើនបងហើយចាំមើលខ្ញុំឲ្យកណែនៃខ្ញុំមកអារែងទូទាត់ឲ្យបងវិញណា អីគេអីទូទាត់ លុយដែលខ្ញុំនេះខ្ចីពីបងទៅខ្ញុំឲ្យកណែនៃខ្ញុំគាត់ សងវិញហី ចាហ្នឹងហើយអូយបងឯងខ្ញុំ ថាសងទេ ខ្ញុំអត់ដែរបានខ្ចីលុយគេទៅមកខ្ចីបងឯងហ្នឹងហើយអញ្ចឹងវាអត់សូវចេះពាក្យនឹងស្ទំអត់ចឹងណាចាអរគុណឯណា បាទទេនិយាយថាពីអ្នកប្តីប្រពន្ធគេនឹងការគេស្អីអារែងអាភេមិនសងអញវិញលេខបាត់ចឹងឡើងមកអាទិត្យជាងអីតែក៏វាបោកទេលុយគេចាយមកផងគេមកបោកអញប៉ុណ្ណឹងតែក៏គេផ្ញើតាមដ្រូននេះអីយើងមកលើកដល់អញ្ចឹងពេកតែក៏ពួក assistant វាភ្លេចស្ដាយទៀតណាថ្ងៃហ្នឹងគេឲ្យលេខទូរស័ព្ទទេអីនេះអញអត់យកបើយកទៅបានលេខខលបានឥឡូវលេងម៉ូតូថ្មហ្នឹងមិនដឹងណាមិនដឹងកាយគេយកមកសងបើអញស្អីបាក់កហ្មងណាបងកាប់ទៅដើរលូម្នាក់ឯងនឹងក្តៅគេហាយឃើញណាមកពីណាឯងមើលពីរនាក់ប្តីប្រពន្ធនោះពេលមកជួលទៀតអញបងថាចូលនៅបោះលុយបន្ទាប់មកនៅបានមួយអាទិត្យសុំថាចាំបង់លុយចុងខែវិញដល់ពេលចុងខែអញមកយកលុយបាត់បាទៅប្តីបាត់បាទៅប្រពន្ធសំខាន់វាសារអញទៅទៀតពីរនាក់ប្តីប្រពន្ធហ្នឹងកលេចកបល់ក្បាញ់ធ្វើក្បងហ្មងណាអីឲ្យចុះអាប្តីប្រពន្ធណាឯងក៏ចង្រៃរុកអាសោចគេឈ្មោះអាក្រក់អាក្រៃដល់ថ្នាក់ហ្នឹងណា
ហើយមានចាប់អារម្មណ៍ឃើញពីអ្នកប្តីប្រពន្ធស្លៀកពាក់ស្អាតបាតសម្ដីពីរោះឬស្ដីសូបជ្រះហើយស្ទោសបោក្រៅពិសេសអាមកឆ្អាមដល់មេឃហើយមានចាប់អារម្មណ៍ឃើញអញជួបតែឯងកុំប្រកាច់ប្រខូចគេគេចិត្តល្អអ្នកមានគេដើរជួយមនុស្សជួយសត្វពេញភូមិហើយលុយគេឡើងចាយសឹងតែក្រាដេចាយមិនទាំងអស់ផងរឿងអីគេមកជួបផ្ទះឯងអូអញ្ចឹងបានន័យថាហើយជួបវាហើយមើលពីនិយាយស្អីគេខ្លះហើយនិយាយវាអញនេះមើលគេប្រាប់អញថាគេទៅទិញផ្ទះទិញដីអីនៅហ្នឹងហើយគេថាចង់ទិញមកពាក់កណ្ដាលពូំគាត់ធ្វើផ្ទះលំហែគេទៀតគាត់តែពេលគេចង់ទិញអីមួយគេមិននឹងយកដៃប៉ះលុយផងគេសិតតែមានជំនួយការទៅគេចាំទូទាត់ឲ្យហើយម្យ៉ាងទៀតជំនួយការគេមិននៅខ្មែរសិតតែនៅប្រទេសក្រៅហើយពីអ្នកប្តីប្រពន្ធហ្នឹងទៅមកពីប្រទេសក្រៅនៅហ្នឹងទៅបានមួយរយៈណាសូម្បីតែនិយាយខ្មែរនិយាយមិនច្បាស់ផងនិយាយមកអញសិតតែអង់គ្លេសអញស្ដាប់មិនចង់បានហើយជឿគេដែរអីអញជឿហ្នឹងហីអាកំគុតអាងាត់នឹងគេបោកប៉ុណ្្នឹងដឹងខ្លួនទៀតអាកាប់ឯងយល់ច្រឡំមួយគេហើយមើលសបកផ្ទះអញមើលហើយអញមានស្អីគេបោកអញក្រម៉ងនេះចង់បោកទៅបោកអីបោកទៅនេះអញគ្មានអីបោកផងហ្នឹងអញថាឯងជួបមិនតាន់អស់ទេមនុស្សតែគេប្រងបោកស្អីគេទៅរួចដែរហើយជួបឯងដឹងហើយតើឯងអស់លុយអស់អីពីខ្លួនមិនភ្លឺភ្នែកអាកាប់តើឯងនិយាយចឹងបើអញទៅឃើញអូយបងឯងអង្គទៅប្រហែលគីឡូមកញ៉ៃញ៉ៃបើឯងឲ្យលុយឲ្យហើយលើទៅខ្ញុំនឹងចាត់ចែង assistant ទី2ឲ្យគេធ្វើការទូទាត់សងត្រឡប់មកវិញនៅអ្វីដែលខ្ញុំបានជម្រាបបងបងនិយាយថាឥឡូវនេះចង់ខ្ចីលុយខ្ញុំឲ្យឡើងទៅនោះមែនចាហ្នឹងហើយបងតែសាច់ក្នុងកាបូបខ្ញុំវាអត់មានលុយរាយសោះហ្មងហ្នឹងណាអាលេលើអាដាប់គុតអាចេះគិតទេអីមន់ទាស្រុកណាស៊ីសាច់អង្គល្អហ្នឹងឆ្កែស្រុកភូមិយើងហ្នឹងឯងស៊ីសាច់គោអូស្ត្រាលីហើយជីម៉ូតូដុំហ្នឹងអស់ហ្មងអស់ 100000 ណោះ 100000 ជីដល់រតនគិរីហើយកុំល្ងងពេកវាបោកក្បាលហ្នឹងយកទៅស៊ីខ្លួនឯងទេមែនណាអាហ្នឹងគេហៅថាបោកហើយអាល្ងងអញថាមែនអានេះក្រហើយគេបោកទៀតខំប្រឹងខ្សែគុកវាទៅហើយតែបន្តិចទៀតហ្នឹងវាត្រូវការខោឯងហើយដើរស្រាតហើយសម័យឥឡូវសបោណាអាសម្ដីធំជាងមៀតប្រហោងក្នុងដូចស្គរអញ្ចឹងល្អមើលតែមិនល្អស៊ីបោកបានអាសេរីធំដូចឯងហ្នឹងណាបោកស្អីតែអញក៏វាបោកដែរគេបោកដូចគ្នាហ្នឹងអញ្ចឹងទ្រឹស្ដីចាទេបែបគេអត់នៅផ្ទះទេដឹងអ្វីប្រហែលជាម្ចាស់ផ្ទះអត់នៅទេចាអញទៅវិញសិនហើយអីប្តីប្រពន្ធពីរនាក់ហើយនេះចំតិតធ្វើស្អីមិនបើកទ្វារអញបើកទ្វារអញឲ្យឆាប់ខ្ញុំអត់លឺបងគួរផងហើយបងមានការអីបងនិយាយហ្នឹងហ្មងបងអត់មាននេះអញអត់មានត្រូវមកនិយាយអញមកឆ្លោះអញឈរឆ្លោះនេះអត់កើតទេក្តៅឲ្យសម្រោចខាមទៀតដល់ទៅអញទៅមុខអញឆ្លោះមុខអត់មានរត់តាណានេះប្រាប់ហើយថៃមិញអញគោះទ្វារអត់បើកគឺរឿងហាត់វាអញ្ចេះបងដោយសារតែខ្ញុំហើយនឹងអាដាមភរិយាខ្ញុំនឹងកំពុងតែត្រួតពិនិត្យនិងសង្កេតមើលដំណើរប្រព្រឹត្តទៅនៃការចិញ្ចឹមខ្លួនរបស់សមោចទេបងអញអើយអត់មានពិនិត្យមើលជីវិតខ្លួនឯងឲ្យល្អសិនទេទៅពិនិត្យសមោចអធិស្ឋានបងជួយនិយាយតិចទេណាខ្មាស់អ្នកជិតខាងអីចេះខ្មាស់គេដែរចេះខ្មាស់គេដែរបើចេះខ្មាស់គេមិនទៅធ្វើអញ្ចឹងទេអញ្ចឹងអធិស្ឋានបងអញ្ជើញមកដល់គេដ្ឋានខ្ញុំហ្នឹងបងមានគោលបំណងអីដែរបងគេហដ្ឋានអញផ្ទុកគៀនជាងរបស់អញលើហើយនេះបន្ទប់ជួលអាកាពួកម៉ាអញណាដោះស្រាយជាមួយអញឲ្យហើយតិចទៀតអាកាវាមកដោះស្រាយជាមួយវាម្ដងទៀតអញ្ចឹងដោះស្រាយរឿងអីគេវិញទេបងដោះស្រាយរឿងអីអញមកយកអង្គលេខ1 5គីឡូសាច់គោ3គីឡូស្អីអាល្អដែលលោកយកទៅឲ្យស្អីឆ្កែឆ្មាមន់ពិសាញ៉ាំស្អីនេះហើយណាលុយ 100000 នេះលោកស្អីមហាចិត្តធွာគ្មានពីលឺលោកនេះខ្ជិលយកទៅឲ្យតាមទូដប់ខ្លួនឯងឲ្យហ៊ានជីទេសុកចិត្តដាក់កាបូបឲ្យរត់ថុកតាមក្រោយស្អីគ្រាន់តែចេញធ្វើបនថ្ងៃដំបូងក៏ចម្លែកដែរឥឡូវគិតមិននេះលុយដោយសារតែបងសឡុតខ្ញុំខ្លាំងពេកទៅខ្ញុំភ័យរៀងញ័រពាក្យខ្លះខ្ញុំមិនដែលឮអញ្ចឹងណាអញ្ចឹងវាខួរក្បាលខ្ញុំរៀង generate រៀង slow បន្តិចសម្រាប់អង្គ
ដែលល្អហើយនឹងសាច់គោដែលល្អខ្ញុំនឹងកំងតាម app ពី supermarket ឬក៏ពីផ្សារទំនើប shopping mall ណាមួយហើយខ្ញុំនឹងដាក់តាម delivery agency យកទៅឲ្យជូនបងដល់ location ដែលបងនៅបងអញ្ចឹងបងមិនបាច់ភ័យទេបងគ្រាន់តែតម្លាក់ location ឲ្យខ្ញុំនឹងឲ្យខាង delivery agency ដឹកទៅដល់ទីតាំងបងផ្ទាល់តែម្ដងហើយខ្ញុំនឹង return all item ដែលខ្ញុំបានជំពាក់បងហ៎បងអើយអញនៅ return នៅអង់គ្លេសមួយអញទៀតណាអត់ទេអត់មានញ៉ៃញ៉ៃទេអញត្រូវការយកឥឡូវឲ្យមកឲ្យឥឡូវមកហើយលុយ100000នេះហ៎គិតតែម៉េចអត់អញទេបងសម្រាប់លុយ100000ហ្នឹងចាំខ្ញុំតម្លាក់សាយទៅខាងធនាគារហើយគណនីខ្ញុំនឹងយកទៅជូនបងដល់ផ្ទះអូយហើយវែងឆ្ងាយម៉េចហ៎អញអត់មានត្រូវការស្អីទេអញត្រូវការតែអង្គ5គីឡូសាច់3គីឡូហើយនឹងលុយ100000បើអញទេឲ្យមកក្នុងផ្ទះហ្នឹងមានស្អីកាត់កងមកឲ្យមកអញយកឥឡូវកាត់កងហ្នឹងអីយកបងហើយខើកពូអ្នកអង់គ្លេសអីរបស់កប៉ិកកប៉ុកហ្នឹងវារឿងតូចតាចវាតូចតាចខ្លាំងមកម៉ាដោយសារយើងវារវល់ការងារធំដុំយល់ទេទៅណាមកណាចៃសឹកមានចេញសាច់មាន assistant ចាំគិតគូឲ្យត្រូវអត់ចង់និយាយចឹងហ៎អញហត់ណាស់ឥឡូវនេះអញអត់ខ្វល់ស្អីទាំងអស់សំខាន់អញសួរតែមួយម៉ាត់ទេលុយអញមានលុយសងអត់មានណាបងបើក្នុងបន្ទប់ហ្នឹងអត់មានស្អីមកបៀកប៉ុណ្ណឹងអញបើថាអត់ទៅឲ្យដឹងថាអត់ទៅវាស្រួលជាងអីចាំបាច់តែប្រឹងធ្វើខ្លួនឯងមានបានហាយសូមមកម៉េចបើអត់ទេនេះខ្សែកអញ្ជៀនស្អីនេះដោះលក់សងអញមកខ្សែកអញ្ជៀនអីបងបើនិយាយរៀបរាប់ជំរាបជូនបងទៅខ្សែកអញ្ជៀនទាំងអស់ហ្នឹងសុទ្ធតែគ្រឿងកន្លែងទាំងអស់ហ្នឹងបងខ្ញុំទិញ12000ហើយទិញច្រើនឈុតគេចង់ឲ្យសំ8000ហើយឥឡូវសំបីតែខ្សែកហ្នឹងក្នុងកញ្ចប់នំ500ហ្នឹងក៏មានដែរបងគេថែមឲ្យហ្មងឥឡូវបធោអញញើយហើយអាពេលទៅនិយាយជាមួយអញសិតតែខ្សែកជាង100ទូតម្លៃរាប់ម៉ឺនដុល្លារបើមកសិតតែពាក់អត់ជាន់ម៉ូតទេមួយឆ្នាំ365ថ្ងៃពាក់អត់មានជាន់ម៉ូតហ្នឹងហើយមានជាន់ម៉ូតណាបងបើសិតតែកន្លែងទាំងអស់ហ្នឹងបើមែនតើមានលុយណាទិញតាន់និយាយវាថាសម្ដីវិញលយទ្រឹស្ដីសូត្របញ្ជ្រាស្អីក៏ដឹងស្អីក៏ចេះធៀបពិតតែចឹងហ៎ចាស់ធ្វើម៉េចបងបើមុខរបរពិតប្រកបអត់មានផងហើយចុះបើចឹងឯងក៏អួតមកហ្មងហ៎អញធ្វើអីឲ្យចំធ្វើនឹងទៅធ្វើស្រែឲ្យចំធ្វើស្រែឡើងថ្នាក់ឲ្យចំឡើងថ្នាក់រោគចាក់ឲ្យចំរោគចាក់ទៅវាមិនស្រួលអីតាមពិតការងារវាមានច្រើនណាស់តែយើងវាមិនទៅធ្វើចូលចិត្តណាអាមានផ្លូវកាត់នឹងដើរទៅបោកគេហើយបោកតែអ្នកក្រចុះបោកអ្នកមានណាកើតបងបើគ្រាន់តែដើរចិត្តអ្នកមានហ្នឹងអង្គរៈគេដាក់លិចនោមលើវិញទៅបោកគេមិនកើតមិនបោកអ្នកក្រហ្នឹងហើយការងារល្អមកកណុំមិនទៅធ្វើចង់ស្រួលបងឥឡូវនេះគេតាមតាន់ស្រួលអត់ផងបងហើយបើអត់ក៏ផឹងម៉េចឈប់ដើរបោកគេហ្នឹងយល់ទេទៅរកការងារណាល្អធ្វើឲ្យជាប់លាប់ហើយអង្គសាច់លុយស្អីហ្នឹងសងអញឲ្យអស់ផងតែអត់សងទេអញទៅទីរងឲ្យខ្មាស់គេអត់ជាបញ្ហាទេបងខ្ញុំហើយនឹងឧត្តមភរិយាខ្ញុំនឹងធ្វើការ return នៅ return ទៀតទុកចាំងរបស់អញនៅឥឡូវលុបចេះអាអង់គ្លេសនឹងជាមួយអញហ្នឹងហើយឯងមួយថ្ងៃតែងខ្លួនស្អាតបាតដើរទៅបោកគេ